ในเขาไงนี่ไงตี30 ខែ ឧសភាឆ្នាំ 2026 នៅទីតាំងវិទ្យាល័យព្រែកលៀបសាលារៀនចំនួនថ្មីបានតាំងពិព័រណ៍ស្នាដៃសិស្សដែលបានសិក្សារយៈពេល1ឆ្នាំសិក្សារួចមកហើយមានលទ្ធផលជាច្រើនក្នុងនោះក៏មានទាំងដ្រូនទាំងឧបករណ៍ប្រើប្រាស់ឬក៏សម្ភារៈជាច្រើនទៀតដែលបានដាក់តាំងបង្ហាញអាណាព្យាបាលពួកគាត់បាទឧទាហរណ៍ដូចជាដ្រូននេះមួយអានេះគេហៅថាដ្រូនទម្លាក់គ្រាប់បែកដែលកាលពីមុនយើងតែឃើញដ្រូននេះនៅក្នុងប្រទេសជិតខាងយើងដែលប្រើដើម្បីទម្លាក់គ្រាប់ហើយខាងក្រោមជាគ្រាប់បែកបាទជាគ្រាប់បែកអញ្ចឹងដល់ពេលដ្រូននេះហោះអាចទម្លាក់គ្រាប់បែកមកឲ្យផ្ទុះបានអញ្ចឹងជាបន្តទៀតនេះឲ្យបងអូនដែលជាម្ចាស់ដ្រូនឬក្រុមផលិតដ្រូននេះបកស្រាយបន្តិចបាទអញ្ចឹងដំណើរការដ្រូនហ្នឹងខ្ញុំបានធ្វើអស់រយៈពេលប្រហែល4 ខែហើយដំណើរការទី1ខ្ញុំត្រូវការយល់ស្វ័យសិក្សាអំពីការធ្វើដ្រូនហ្នឹងហើយនឹងដំណាក់កាលទី2ត្រូវការទិញគ្រឿងមកពីចិនហើយនឹងទិញមកពីនៅខ្មែរយើងហើយខ្ញុំត្រូវការរៀបចំផ្គុំវាហើយគ្រឿងនោះមានជា flight controller ESC motor ហើយនឹង servo ហើយនឹង receiver ដើម្បីអាចឲ្យ tele ហ្នឹងវាបញ្ជូនព័ត៌មានពី tele ទៅ receiver បាននេះជាការបង្ហោះដ្រូនទម្លាក់គ្រាប់បែកបាទនឹងចាប់ផ្ដើមហើយចឹងយើងប្រើ tele ដើម្បីបញ្ជាបាទគ្រាប់ធ្លាក់បាទ